ส่วนสมาคมมาติงเอาคเนียมากันเพลย์ในชีวิตในทั้งนี้ยังนึงเรียนชีมุขีในเมเรียนตีมาภัยใบอมปีพระปุณเลียในพระวัตเมียนระบอกประจำจักรจุดนั้นสำคัญในยังเตยจองจำปีเมเรียนในทั้งนี้คือพระปุณเลียระบอกประจำจักรคือจีกันไล่ในการออโต้ได้ประจำจักรบันกงในสาจิตทำไมมาดองติดชีมุยนึงประเจรีระบอกประองนึกถึงพระคัมภีร์เฮบรูจำปุกดอกขอใบดอกขอบ้วนบานใจถาต้นแต่โดยการทวายยังดูเชียดังนู้จีเรียงรอยฉน้ำเกต้านแต่น้อมคณีรำลึกปีอำเภอบาปรู้เชียมโกบาหนึ่งเชียมระบบปเปชโมปุ่มไอโดบาบานเลยนึกครึ่งซูนเอดายน์ประชิมจ้าบานเตอร์สู้สุกตุกโลกอาดามหนึ่งเนียงเอวาจีเรียงรอดไงต้นแต่กลายมกโลกอาดามหนึ่งเนียงเอวาบานเฟืออำเภอบาปได้บ่มใบตำแหน่งตำนองดอลลาร์อัดช้อได้ปุกเกมีนชิมวยหนึ่งประชิมจ้าจับตังปีเปนูหมกมนุษย์บันดัดเจงปีประจำจ่าหายใกล้หมกประจำจ่าบันโจหมกกงจมูกหนึ่งไปชี้จนระบบประองสาจิตทำไมมาดองเตียนนึกครั้งประกัมปีในคำมันนางจุปุ่มมาให้บวนคอดับปีบันใจท้าព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាចូលឡើងមករកយើងនៅលើភ្នំហើយរងចាំនៅទីនេះសិនយើងនឹងប្រគល់បន្ទះថ្មឲ្យអ្នកនៅលើបន្ទះថ្មយើងបានចារឹកក្រឹតវិន័យនិងបទបញ្ជាដែលអ្នកត្រូវយកទៅបង្រៀនប្រជាជនព្រះជាម្ចាស់បានសរសេរបទបញ្ញត្តិ10ប្រការនៅលើថ្មរួចប្រទានឲ្យលោកម៉ូសេយកទៅប្រាប់ប្រជាជនកុំឲ្យពួកគេភ្លេចប៉ុន្តែដោយសារតែពួកជនជាតិអ៊ីស្រាអែលជាមនុស្សមានបាបព្រះជាម្ចាស់ជ្រាបថាពួកគេនឹងមិនគោរពតាមច្បាប់របស់ព្រះអង្គឡើយការដាក់ទោសនៃការមិនគោរពតាមច្បាប់របស់ព្រះជាម្ចាស់គឺជាសេចក្តីស្លាប់ខគម្ពីរនៃខមណាំងចំពុក25ខ1ដល់ខ9បានចែងថាព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាចូលប្រាប់ជនជាតិអ៊ីស្រាអែលឲ្យយកដង្វាយដែលគេបានញែកទុកមកថ្វាយយើងត្រូវទទួលយកដង្វាយពីអ្នកដែលថ្វាយដោយស្ម័គ្រចិត្តដង្វាយដែលអ្នកត្រូវទទួលពីគេគឺមាសប្រាក់លង្ហិនក្រណាត់ពណ៌ស្វាយពណ៌ក្រហមទុំក្រណាត់ទេសឯកក្រណាត់ធ្វើពីរោមពពែស្បែកពពែជ្រលក់ពណ៌ក្រហមស្បែកផ្សោតនិងឈើនាងនួនប្រេងសម្រាប់ដុតបំភ្លឺប្រេងក្រអូបសម្រាប់ពិធីលាបប្រេងនិងគ្រឿងក្រអូបសម្រាប់ដុតត្បូងមណីជូតរស់និងត្បូងដ៏មានតម្លៃផ្សេងសម្រាប់ដាំនៅលើអាវអេផូតនិងសម្រាប់លម្អដើមទ្រូងបូជាចាពួកគេត្រូវសង់ទីសក្ការៈមួយសម្រាប់យើងដើម្បីឲ្យយើងស្នាក់នៅក្នុងចំណោមពួកគេអ្នករាល់គ្នាត្រូវសង់ព្រះពន្លានិងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មានតាមគំរូដែលយើងនឹងបង្ហាញអ្នកបន្ទាប់មកព្រះជាម្ចាស់បានបង្គាប់ដល់លោកម៉ូសេឲ្យសង់ព្រះពន្លាពិសេសពួកជនជាតិអ៊ីស្រាអែលបានចូលរួមចំណែកក្នុងការកសាងព្រះពន្លានេះនៅក្នុងព្រះពន្លាពិសេសនេះព្រះជាម្ចាស់នឹងគង់នៅជាមួយនឹងប្រជារាស្ត្ររបស់ព្រះអង្គសាជាថ្មីម្ដងទៀតលោកអាដាមនិងនាងអេវ៉ាត្រូវបានដាច់ចេញពីព្រះជាម្ចាស់នៅក្នុងសួនអេដែននេះគឺជាលើកដំបូងដែលព្រះជាម្ចាស់ទ្រង់បានធ្វើដូច្នេះព្រះពន្លារបស់ព្រះជាម្ចាស់គឺជាកន្លែងព្រះវត្តមានដ៏បរិសុទ្ធរបស់ព្រះអង្គព្រះពន្លាក៏ជាកន្លែងដែលពួកជនជាតិអ៊ីស្រាអែលអាចចូលមកដើម្បីទទួលការអត់ទោសចំពោះការមិនគោរពតាមច្បាប់របស់ព្រះជាម្ចាស់តាមរយៈញ៉ាញ់បូជាសត្វផងដែរព្រះពន្លាក៏ជាកន្លែងដែលពួកជនជាតិអ៊ីស្រាអែលថ្វាយបង្គំព្រះជាម្ចាស់ផងដែររាល់គ្រប់អ្វីទាំងអស់ដែលមាននៅក្នុងព្រះពន្លារបស់ព្រះជាម្ចាស់ត្រូវតែធ្វើតាមព្រះអង្គបង្គាប់បងប្អូនចាំពីរឿងលោកណូអេបានទេថាគាត់ក៏ត្រូវតែធ្វើទូកតាមអ្វីដែលព្រះជាម្ចាស់បានបង្គាប់ឲ្យគាត់ធ្វើដូចគ្នាដែរពួកយើងទាំងអស់គ្នាត្រូវតែថ្វាយបង្គំព្រះជាម្ចាស់ទៅតាមវិធីដែលព្រះអង្គបង្គាប់ឲ្យយើងធ្វើប៉ុន្តែតើព្រះជាម្ចាស់ដែលបរិសុទ្ធអាចគង់នៅក្នុងកណ្ដាលចំណោមមនុស្សមានបាបបានដោយរបៀបណានៅក្នុងព្រះពន្លារបស់ព្រះជាម្ចាស់ប្រជាជននៅតែមិនអាចចូលទៅជិតព្រះអង្គដោយផ្ទាល់បានឡើយពួកគេត្រូវការអ្នកសម្របសម្រួលដូចជាបូជាចារ្យដើម្បីតំណាងឲ្យពួកគេនៅចំពោះព្រះជាម្ចាស់ខគម្ពីរនៃខមណាំងចំពុក27ខ8ដល់ខ9និងខ16បានចែងថាអាសនៈនេះត្រូវធ្វើពីបន្ទះក្តារដែលព័ទ្ធជុំវិញទុកប្រហោងនៅកណ្ដាលតាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំត្រូវធ្វើទីលានសម្រាប់ព្រះពន្លាដោយមានរនាំងធ្វើពីអំបោះថ្មីបាំងជុំវិញនៅប៉ែកខាងត្បូងរនាំងត្រូវមានបណ្ដោយ100ហត្ថនៅច្រកចូលទីលានត្រូវបាំងវាំងនន
ដែលមានប្រវែង20ហត្ថត្បាញពីអំបោះថ្មីលាយនឹងអំបោះពណ៌ស្វាយពណ៌ក្រហមនិងពណ៌ក្រហមទុំមានប៉ាក់ក្បាច់លម្អព្រមទាំងមានបង្គោល4និងជើងទ្រ4ផងមុនដំបូងត្រូវមានរនាំងបាំងជុំវិញព្រះពន្លារបស់ព្រះជាម្ចាស់រនាំងនោះមានច្រកចូលតែមួយប៉ុណ្ណោះនៅក្នុងច្រកចូលមានអាសនៈធំមួយដែលជាកន្លែងសម្រាប់ថ្វាយញញបូជាជាសត្វរាល់ពេលព្រឹកនិងពេលល្ងាចប្រជាជនបាននាំយកសត្វរបស់ពួកគេទៅឲ្យបូជាចារធ្វើជាញញបូជាសម្រាប់អំពើបាបរបស់ពួកគេប៉ុន្តែមុនពេលបូជាចារអាចថ្វាយញញបូជារបស់ប្រជាជនដល់ព្រះជាម្ចាស់បានពួកគេត្រូវតែថ្វាយញញបូជាសម្រាប់អំពើបាបរបស់ពួកគេជាមុនសិនខព្រះគម្ពីរលេវីវិន័យជំពូក1ខ1ដល់ខ5បានចែងថាព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ហើយមានព្រះបន្ទូលមកលោកថាចូលប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាចង់យកដង្វាយមកថ្វាយព្រះអម្ចាស់គេអាចថ្វាយគោឬជៀមជាដង្វាយបានប្រសិនបើដង្វាយនោះជាគោដែលត្រូវថ្វាយជាដង្វាយដុតទាំងមូលគេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាលនាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ដើម្បីទូលសូមព្រះអង្គទទួលយកម្ចាស់ដង្វាយដាក់ដៃលើក្បាលសត្វដែលត្រូវថ្វាយជាដង្វាយដុតទាំងមូលព្រះអម្ចាស់នឹងទទួលដង្វាយនោះហើយរំដោះគាត់ឲ្យរួចពីបាបគេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ហើយពួកបូជាចារដែលជាកូនរបស់លោកអេរ៉ុនយកឈាមគោថ្វាយព្រះអម្ចាស់រួចប្រោះឈាមនោះទៅលើជ្រុងទាំង4របស់អាសនៈដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ម្ចាស់ដង្វាយនិងអ្នកដែលនាំយកដង្វាយទៅដាក់ដៃលើក្បាលសត្វដែលនាំយកទៅនោះបន្ទាប់មកទៅសម្លាប់សត្វនោះការធ្វើបែបនេះគឺមានន័យថាគាត់បានទទួលស្គាល់នៅចំពោះមុខព្រះជាម្ចាស់គាត់ជាមនុស្សមានបាបហើយគាត់សមនឹងស្លាប់ហើយគាត់ក៏កំពុងសុំឲ្យព្រះជាម្ចាស់ទទួលការស្លាប់របស់សត្វជំនួសឲ្យការស្លាប់របស់គាត់ផងដែរប៉ុន្តែតើឈាមរបស់សត្វអាចដកអំពើបាបបានដែរឬទេចម្លើយគឺមិនបានទេញញបូជាទាំងនេះគ្រាន់តែជារូបភាពនៃញញបូជាដែលពិតប្រាកដនិងគ្មានបាបដែលព្រះជាម្ចាស់ផ្ទាល់នឹងថ្វាយសម្រាប់អំពើបាបនៅថ្ងៃណាមួយព្រះគម្ពីរនិក្ខម៉ានាំងចំពុក30ខ17ដល់ខ21បានចែងថាព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាចូលធ្វើអាងមួយអំពីលង្ហិនដាក់នៅលើកំណល់ធ្វើអំពីលង្ហិនសម្រាប់ធ្វើពិធីជំរះកាយត្រូវដាក់អាងនោះនៅចន្លោះពន្លាជួបព្រះអម្ចាស់និងអាសនៈរួចចាក់ទឹកឲ្យពេញអាងអេរ៉ុននិងកូនប្រុសរបស់គាត់ត្រូវយកទឹកពីក្នុងអាងនោះសម្រាប់ធ្វើពិធីលាងដៃនិងលាងជើងមុននឹងចូលទៅក្នុងពន្លាជួបព្រះអង្គម្ចាស់ពួកគេត្រូវយកទឹកនោះមកធ្វើពិធីជំរះកាយជាមុនសិនដើម្បីកុំឲ្យពួកគេត្រូវស្លាប់ពេលចូលទៅកាន់អាសនៈដើម្បីថ្វាយយ៉ាញ់បូជាដល់ព្រះអង្គម្ចាស់ក៏ពួកគេត្រូវធ្វើពិធីជំរះកាយដែរពួកគេត្រូវតែធ្វើពិធីលាងដៃនិងលាងជើងដើម្បីកុំឲ្យស្លាប់នេះជាច្បាប់ដែលអេរ៉ុននិងពូជពងរបស់គាត់ត្រូវអនុវត្តតាមរហូតតទៅនៅជិតអាសនាមានអាងទឹកធំមួយបូជាចារត្រូវលាងដៃនិងលាងជើងរបស់ពួកគេនៅទីនេះមុនពេលចូលទៅក្នុងព្រះពន្លាជួបព្រះជាម្ចាស់នៅខាងក្រោយអាងទឹកនេះគឺជាព្រះពន្លារបស់ព្រះជាម្ចាស់ព្រះពន្លារបស់ព្រះជាម្ចាស់ត្រូវបានប្រើសម្រាប់បម្រើព្រះអង្គតែប៉ុណ្ណោះនៅក្នុងព្រះគម្ពីរនិក្ខម៉ានាំងចំពុក26ខ33ដល់ខ35បានចែងថាត្រូវយកទំពក់ទាំងនោះមកថ្ពួកវាំងននរួចយកហឹបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញាទៅដាក់នៅខាងក្រោយវាំងនននេះខណ្ឌទីសក្ការៈនិងទីសក្ការៈបំផុតឲ្យនៅដាច់ពីគ្នាបន្ទាប់មកត្រូវយកគម្របមកគ្របលើហឹបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញានៅក្នុងទីសក្ការៈបំផុតត្រូវដាក់តុនៅខាងមុខវាំងននប៉ែកខាងជើងហើយដាក់ជើងចង្គៀងនៅចំពីមុខតុគឺនៅប៉ែកខាងត្បូងព្រះពន្លារបស់ព្រះជាម្ចាស់ត្រូវបានខណ្ឌជា2បន្ទាប់ដោយវាំងននដ៏ក្រាស់មួយគឺបន្ទប់ទី1មានឈ្មោះថាទីបរិសុទ្ធដែលយើងហៅថាទីសក្ការៈមានតែបូជាចារតែប៉ុណ្ណោះដែលអាចចូលទៅក្នុងទីកន្លែងនេះបានដើម្បីបម្រើព្រះជាម្ចាស់មានតុមួយនៅទីនោះមាននំប៉័ង12ដុំ
តំណាងឲ្យកសម្ព័ន្ធឬមួយក៏ពូជអម្បូរទាំង12នៃជនជាតិអ៊ីស្រាអែលត្រូវដុតគ្រឿងក្រអូបនៅលើអាសនៈតូចមួយឲ្យបានជាប់រហូតនិងមានតែភ្លើងដែលចេញពីជើងចង្គៀងប្រេងតូចៗចំនួន7ដែលផ្ដល់ពន្លឺនៅក្នុងព្រះពន្លាបន្ទប់ទី2ដែលនៅខាងក្នុងមានឈ្មោះថាទីបរិសុទ្ធបំផុតឬមកក៏ទីសក្ការៈបំផុតមានន័យថាជាកន្លែងបរិសុទ្ធបំផុតដែលជាកន្លែងដែលព្រះជាម្ចាស់នឹងបើកសម្ដែងប្រវត្តិមានរបស់ព្រះអង្គនៅក្នុងនិកខមណ្ឌជំពូក25ខ10និងខ17ដល់ខ22បានចែងថាពួកគេត្រូវធ្វើហឹបមួយពីឈើនាងនួនហឹបនោះមានបណ្ដោយ2ហត្ថកន្លះទទឹង1ហត្ថកន្លះនិងកម្ពស់1ហត្ថកន្លះត្រូវឲ្យគេធ្វើគម្របហឹបពីមាសសុទ្ធដែលមានបណ្ដោយ2ហត្ថកន្លះនិងទទឹង1ហត្ថកន្លះត្រូវយកមាសមកឆ្លាក់ធ្វើរូបជេរូប៊ីន2ដាក់នៅចុងគម្របហឹបទាំងសងខាងត្រូវដាក់ភ្ជាប់រូបជេរូប៊ីនទាំងពីរនោះទៅនឹងគម្របហឹបគឺជេរូប៊ីននីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាងត្រូវដាក់ជេរូប៊ីនទាំងពីរប្រឈមមុខគ្នាដោយឈ្ងោកមុខទៅរកគម្របហឹបព្រមទាំងត្រដាងស្លាបការពារគម្របហឹបនេះទៀតផងចូលដាក់បន្ទះថ្មនៃសន្ធិសញ្ញាដែលយើងនឹងប្រគល់ឲ្យអ្នកទៅក្នុងហឹបរួចយកគម្របមកគ្របយើងនឹងមកជួបអ្នកនៅលើគម្របហឹបត្រង់ចន្លោះជេរូប៊ីនទាំងពីរដែលនៅពីលើហឹបនៃសម្ព័ន្ធមេត្រីយើងនឹងប្រាប់អ្នកអំពីបទបញ្ជាទាំងប៉ុន្មានដែលត្រូវបង្គាប់ដល់កូនចៅអ៊ីស្រាអែលហឹបនៃសម្ព័ន្ធមេត្រីគឺជាហឹបដែលធ្វើពីឈើតម្កល់នៅក្នុងទីបរិសុទ្ធបំផុតគម្របហឹបធ្វើពីមាសសុទ្ធនិងមានជេរូប៊ីន2ដែលជាទេវតាមានស្លាបលាតសន្ធឹងលើចុងខាងគម្របហឹបនេះមានឈ្មោះថាទីសណ្ដោះប្រុសនៅត្រង់គម្របហឹបនេះហើយដែលព្រះជាម្ចាស់បានមានបន្ទូលសន្យាថាទ្រង់នឹងបង្ហាញសេចក្តីមេត្តាករុណាដល់ប្រជាជនរបស់ព្រះអង្គនៅពេលដែលពួកគេធ្វើអំពើបាបលោកម៉ូសេបានដាក់បន្ទះថ្មនៃបទបញ្ញត្តិ10ប្រការចូលទៅក្នុងហឹបព្រះគម្ពីរលេវីវិន័យចំពុក16ខ2ដល់ខ3បានចែងថាព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថាចូលប្រាប់អេរ៉ុនជាបងរបស់អ្នកកុំឲ្យចូលទៅក្នុងទីសក្ការៈគ្រប់ពេលវេលាឡើយពោលគឺចូលទៅខាងក្រោយវាំងននដែលនៅពីមុខគម្របហឹបនៃសម្ព័ន្ធមេត្រីបើមិនដូច្នោះទេក្រែងលោកគាត់ត្រូវស្លាប់ត្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហឹបពេលអេរ៉ុនចូលទៅក្នុងទីសក្ការៈត្រូវធ្វើដូចតទៅគឺយកគោឈ្មោលស្ទៀងមួយសម្រាប់ថ្វាយជាយ៉ាញ់បូជារំដោះបាបនិងជាមឈ្មោលមួយសម្រាប់ថ្វាយជាដង្វាយដុតទាំងមូលមួយឆ្នាំម្ដងមានតែមហាបូជាចារប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតចូលទៅក្នុងទីបរិសុទ្ធបំផុតដែលជាទីកន្លែងនៃព្រះជាម្ចាស់មានព្រះវត្តមានគង់នៅទីនេះបានគាត់ឬក៏មហាបូជាចារត្រូវបោះឈាមសត្វនៅលើទីសណ្ដោះប្រុសគាត់គឺជាអ្នកសម្របសម្រួលរវាងប្រជាជនជាមួយនឹងព្រះជាម្ចាស់ប្រសិនបើរាល់គ្រប់ទាំងកិច្ចការទាំងអស់ត្រូវបានធ្វើតាមរបៀបដែលព្រះជាម្ចាស់បង្គាប់មកនោះទ្រង់បានសន្យាថានឹងអត់ទោសអំពើបាបឲ្យពួកជនជាតិអ៊ីស្រាអែលក្នុងរយៈពេល1ឆ្នាំកន្លងមកព្រះជាម្ចាស់នឹងទទួលយកអស់អ្នកណាដែលចូលមករកព្រះអង្គតាមរបៀបដោយដែលទ្រង់បញ្ជានៅក្នុងព្រះគម្ពីរផ្នែកទី1នៃដង្វាយនោះបាបញ៉ាញ់បូជារំដោះបាបនៅពេលនោះមនុស្សមានបាបដែលចូលមកតាមផ្លូវរបស់ព្រះជាម្ចាស់មានន័យថានាំយកដង្វាយសម្រាប់លុះបាបដើម្បីត្រូវបានអត់ទោសនិងរួចផុតពីការកាត់ទោសអំពើបាបរបស់ខ្លួនព្រះជាម្ចាស់បានធ្វើដូចនេះជាតំណាងនៃវិធីដែលទ្រង់សពហរតេងដោះស្រាយអំពើបាបទាំងស្រុងនិងដោយសុចរិតនៅពេលក្រោយសារជាថ្មីម្ដងទៀតនៅក្នុងមេរៀននេះយើងមើលឃើញព្រះជាម្ចាស់បង្ហាញសេចក្តីមេត្តាករុណាដែលបានប្រទានផ្លូវមួយដល់ប្រជារាស្ត្ររបស់ព្រះអង្គដែលពួកគេមិនអាចជួយសង្គ្រោះខ្លួនឯងបានព្រះជាម្ចាស់បានប្រទានច្បាប់ហើយព្រះអង្គក៏បានប្រទានផ្លូវមួយសម្រាប់មនុស្សដើម្បីឲ្យពួកគេទទួលការអត់ទោសនៅពេលដែលពួកគេមិនគោរពតាមច្បាប់នោះប៉ុន្តែព្រះជាម្ចាស់បានកំណត់តម្រូវការជាក់លាក់មួយចំនួនដែលពួកគេត្រូវតែបំពេញព្រះជាម្ចាស់ពេញទៅដោយសេចក្តីមេត្តាករុណានិងការអត់ទោសប៉ុន្តែយើងត្រូវតែចូលរកតាមផ្លូវរបស់ទ្រង់ដែលមិនមែនជាផ្លូវរបស់យើងឬជាផ្លូវរបស់អ្នកណាម្នាក់នោះទៀតឡើយខ្ញុំមានសំណួរមួយសួរបងប្អូនតើមានអ្វីដែលធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលអំពីរឿងនេះតើមានអ្វីដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍បំផុតអំពីរឿងនេះសូមប្រាប់នរណាម្នាក់ពីអ្វីដែលបងប្អូនបានរៀនពីព្រះបន្ទូលរបស់ព្រះនៅក្នុងសប្តាហ៍នេះ
ជួបគ្នាម្ដងទៀតនៅមេរៀនក្រោយ